ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដាំត្រកួនក្នុងទឹកជាដំបូងត្រូវយកកែវជ័រចាក់បន្លោះពីក្រោមហើយនឹងចំហៀងដើម្បីឲ្យរឹសនឹងវាចាក់ចេញមកបានល្អបន្ទាប់មកយកកែវនោះយកទៅច្រកដីនៅពេលដែលយើងច្រកដីកុំឲ្យច្រកពេញពេករួចហើយយកគ្រាប់ត្រកួនយើងត្រាំមួយយប់ទៅចាំយកវាមកដាំយើងយកមករយ 4-10 គ្រាប់អញ្ចឹងពេលខ្លះគ្រាប់ខ្លះវាអត់ឡើងអញ្ចឹងយើងត្រូវលក់រយយ៉ាងច្រើននៅពេលដែលវាច្រើនពេកថ្ងៃក្រោយយើងវាឡើងជាកូនយើងអាចដកបោះចោលខ្លះហើយយើងរយវាឲ្យសព្វទៅនៅពេលដែលរយគ្រាប់ពូជហើយយើងត្រូវយកដីហ្នឹងកប់ពីលើវាមកថែមទៀតតែកុំកប់ពីជ្រៅពេកឲ្យវាលុបតែគ្រាប់ទៅបានហើយកុំឲ្យវាឡើងចេញមកក្រៅណានៅពេលដែលលុបដីទៅលើគ្រាប់ហើយយើងយកទឹកចាក់ឲ្យជោកធ្វើម៉េចឲ្យវាសើមជោកមែនតើណានៅពេលដែលស្រោចទឹកវាបានល្អហើយយើងយកវាទៅដាក់នៅក្នុងធុងមួយតែធុងហ្នឹងត្រូវដាក់ទឹកវាឲ្យមានជាប់រហូតដើម្បីវាសើមស៊ាំនឹងទឹកអញ្ចឹងណានៅពេលដែលស្រោចទឹករួចអញ្ចឹងយើងយកវាទៅដាក់ក្នុងធុងហើយដាក់ទឹកនៅក្នុងហ្នឹងឲ្យវាសើមជាប់រហូតណាឥឡូវចាប់ផ្ដើមមកធ្វើធុងយើងស្វានធុងយើងប្រើធុងជ័រក៏បានធុងស្នោក៏បានយើងស្វានវាយើងដូចអ្វីដែលខ្ញុំធ្វើហ្នឹងបងប្អូនធ្វើតាមហ្នឹងទៅក្រោយបណ្ដោះបាន15ថ្ងៃឥឡូវវាយកវាមកដាំឥឡូវខ្ញុំមាន GAB ជីហ្នឹងយើងលាយជាមួយទឹកដើម្បីដាំវាដើម្បីឲ្យវាលូតលាស់ល្អជីនេះផងដែរបងប្អូនអាចរកទិញនៅតាមអនឡាញបានរបៀបប្រើប្រាស់គឺគេមានសរសេរលើនឹងស្រាប់បងប្អូនអាចមើលតាមនឹងបានណានៅពេលដែលលាយទឹកជីនឹងចូលជាមួយទឹកហើយយើងត្រូវលាយវាឲ្យសព្វមែនតែនចាំយកត្រកួនយើងយកមកដាំណានៅពេលដែលលាយទឹកជាមួយជីបានសព្វរួចរាល់ហើយយកគម្របមកបិទបន្ទាប់មកយកកូនដែលយើងបណ្ដោះរួចហ្នឹងយើងយកមកដាក់នៅក្នុងធុងហ្នឹងជាការរួចស្រេចនៅក្នុងពេលរយៈពេលដែលដាំវាហ្នឹងបងប្អូនត្រូវមើលទឹកមែនតែនកុំឲ្យវាផុតនឹងឫសរបស់ត្រកួនហ្នឹងបើផុតទៅវាស្ងួតគឺវាធ្វើឲ្យត្រកួនយើងងាប់យើងត្រូវថែមទឹកលាយជីថែមទឹកជាបន្តបន្ទាប់រហូតនៅពេលដែលយើងឈប់ប្រមូលផលណាបានយើងឈប់អញ្ចឹងយើងត្រូវតែអាសាមើលទឹកដើម្បីកុំឲ្យវាស្ងួតទឹកអស់ទឹកយើងអត់ដឹងណាជាជាងការវាងាប់ដើមយើងខំតែក៏យើងខំដាំណានេះគឺជាត្រកួនដែលដាំបាន25ថ្ងៃតាំងពីបដោះគ្រាប់រហូតដល់ឥឡូវ25ថ្ងៃត្រឹមឥឡូវអាចកាត់បានហើយឥឡូវវាធំមែនតែនវាល្អវាខ្ចីមែនតែនត្រកួនដាំក្នុងទឹកអញ្ចឹងគឺវាខ្ចីល្អហើយយើងអត់សូវពិបាកថែដូចយើងដាំនៅលើដីយើងត្រូវស្រោចទឹករាល់ថ្ងៃគឺយើងអត់ចាំបាច់អញ្ចឹងទេយើងគ្រាន់តែនៅពេលមើលតែវាអស់ទឹកពីក្នុងធុងគឺយើងថែមទឹករហូតកុំឲ្យវាស្ងួតទឹកទៅបានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា